บสู้บาปริมิตទាំងអស់គ្នាបាទវិលមកជួបគ្នាសារជាថ្មីនៅកម្មវិធីបាទនិទានរឿងខ្មោចបងប្អូនបាទនិទានរឿងខ្មោចបាទកុំភ្លេចបាទជួយចុច Subscribe ទាំងអស់គ្នាជាមួយនឹង Channel រឿងខ្មោចបងប្អូនបាទថ្ងៃនេះគឺយើងមានរឿងថ្មីមួយទៀតបងប្អូនកាន់តែសាហាវតែម្ដងបាទរឿងខ្មោចតៃហោងចាំយកវិញ្ញាណបងប្អូនបាទសូមរីករាយស្ដាប់ទាំងអស់គ្នាបាទជាមួយនឹងរឿងនិទានបាទខ្មោចតៃហោងចាំយកវិញ្ញាណបាទគឺចប់បាទអត់មានភាគទេបាទគឺមករឿងគឺចប់តែម្ដង full story បងប្អូនបាទតោះបងប្អូនមកយើងបាទបែរអារម្មណ៍ទៅវិញទាំងអស់គ្នាបាទមេជុកនេះងងឹតដូចមាសដែលគេលាបពណ៌ខ្មៅគ្របពីលើផែនដីទាំងមូលសំឡេងក៏លាន់ក្រហឹមនៅលើអាកាសលីឡំនឹងខ្យល់កន្ត្រាក់បបោកមកលើដងផ្លូវជាតិដ៏ស្ងាត់ជ្រងំធ្វើឲ្យមេឈើធំនៅសងខាងផ្លូវយកទៅមកប្រៀបដូចជាដៃព្រាយបិសាចដែលកំពុងព្យាយាមលូកមកចាប់យកអ្នកដំណើរដែលឆ្លងកាត់ទីនោះទាំងយប់អាធ្រាត្រសុផលដែលជាកំឡោះម្នាក់មានកិច្ចការប្រញាប់ត្រូវត្រឡប់ទៅផ្ទះវិញកំពុងបើកបរម៉ូតូទ្រីមសង់របស់គេយ៉ាងលឿនឆ្លងកាត់តំបន់ដែលគេល្បីថាផ្លូវអមតៈដែលសម្បូរទៅដោយព្រលឹងខ្មោចតៃហោងចាំឆក់យកវិញ្ញាណអ្នករស់ដើម្បីទៅបន្តវេនជំនួសខ្លួនឲ្យបានចាប់ជាតិទឹកភ្លៀងចាប់ដើមធ្លាក់ស្រក់មកតក់រួចក៏ប្រែក្លាយជាខ្លាំងឡើងរហូតដល់ភ្នែករបស់សុផលមើលផ្លូវសឹងតែមិនច្បាស់ទាល់តែសោះក្នុងចិត្តរបស់គេចាប់ដើមមានអារម្មណ៍មិនស្រួលនិងភ័យខ្លាចខ្លាំងឡើងព្រោះតែគេចាំបានថាកាលពីប៉ុន្មានថ្ងៃមុននេះឯងទើបតែមានឡានដឹកទំនិញធុនធ្ងន់មួយគ្រឿងក្រឡាប់នៅត្រង់ផ្លូវកែងខាងមុខនេះបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់5ទៅ6នាក់ពេលជិះមកដល់ជិតកន្លែងកើតហេតុនោះស្រាប់តែម៉ាស៊ីនម៉ូតូរបស់គេចាប់ដើមមានសភាពរអាក់រអួលខុសធម្មតារួចក៏រលត់ងក់នៅចំកណ្ដាលភាពងងឹតស្លុបតែម្ដងសុផលកំប្រឹងធាក់បញ្ឆេះម៉ូតូទាំងអារម្មណ៍ភ័យរន្ធត់បំផុតញើសត្រជាក់ហូរស្រក់កាត់តាមផ្ទៃមុខលីឡំជាមួយនឹងទឹកភ្លៀងដែលស្រក់ស្រាប់ត្រជាក់ស្រាប់ចូលដល់ក្នុងឆ្អឹងខ្នងស្រាប់តែមានក្លិនមួយភាយមកតាមខ្យល់បបោកខ្លាំងវាជាក្លិនឆ្អាបឈាមស្រស់លាយឡំនឹងក្លិនស្អុយរលួយសាកសពដែលស្អុយហួសពីការពិពណ៌នាសុផលខំងាកមើលជុំវិញខ្លួនដោយក្តីបារម្ភប៉ុន្តែក្រៅពីពន្លឺភ្លេចបន្ទោដែលឆ្វាចកាត់មេឃម្ដងកាលគេមិនបានឃើញមានអ្វីក្រៅពីភាពងងឹតសូន្យឈឹងនោះទេទោះជាយ៉ាងណាក៏ដោយអារម្មណ៍ញៀនរបស់គេបានប្រាប់ថាមាននរណាម្នាក់ឬអ្វីម្យ៉ាងកំពុងតែសម្លឹងមើលគេដោយកំហឹងចេញពីក្រោយដើមឈើធំមួយនៅក្បែរនោះមួយសន្ទុះក្រោយមកពេលដែលពន្លឺភ្លើងបន្ទោលបានបំភ្លឺផ្ទៃមេឃពណ៌ខ្មៅម្ដងទៀតសុផលក៏បានឃើញស្រមោលសខ្មៅម្នាក់ឈរនៅកណ្ដាលផ្លូវឆ្ងាយពីគេប្រហែលតែ10ម៉ែត្រតែប៉ុណ្ណោះរូបរាងនោះមានសក់វែងអន្លាយធ្លាក់ដល់ចង្កេះបិទបាំងមុខមាត់ជិតឈឹងសម្លៀកបំពាក់រហែករយាប្រឡាក់ទៅដោយឈាមក្រហមច្រាលដែលមើលទៅគួរឲ្យខ្លាចបំផុតបេះដូងរបស់សុផលលោតញាប់ញ័រដូចគេទូលស្គរក្នុងពិធីបុណ្យគេព្យាយាមធាក់បញ្ឆេះម៉ូតូយ៉ាងអស់ពីកម្លាំងកាយចិត្តដែលនៅសេសសល់ប៉ុន្តែម៉ូតូដ៏កំសត់នៅតែមិនព្រមឆេះឲ្យឡើយស្រមោលដ៏រន្ធត់នោះចាប់ដើមដើរចូលមកជិតគេយឺតជំហាននីមួយរបស់វាហាក់ដូចជាអណ្ដែតលើអាកាសមិនប៉ះដីសូម្បីតែបន្តិចសំឡេងសាច់ក្រលួចដែលពោពេញទៅដោយភាពឈឺចាប់និងការស្អប់ខ្ពើមបានបន្លឺឡើងតិច
នៅក្បែរត្រចៀកជួយខ្ញុំផងខ្ញុំត្រជាក់ណាមកនៅជាមួយខ្ញុំមកកុំទៅចោលខ្ញុំអីសំឡេងនោះមិនមែនចេញពីមាត់ដែលមើលមិនឃើញនោះឡើយតែវាហាក់ដូចជាបន្លឺចេញពីក្នុងខួរក្បាលរបស់សុផលផ្ទាល់តែម្ដងភាពភ័យខ្លាចកម្រិតខ្ពស់បានវាយលុកពេញប្រព័ន្ធប្រសាទរហូតធ្វើឲ្យគេស្ទើរតែដាច់ខ្យល់ស្លាប់នៅនឹងកន្លែងនៅពេលដែលខ្មោចតៃហោងនោះមកដល់ពីមុខម៉ូតូរបស់គេចំពីមុខម៉ូតូសុផលតែម្ដងសុផលក៏បានឃើញភ្នែកដ៏ធំធំដែលគ្មានប្រស្រីទាល់តែសោះសម្លឹងមុខគេដោយកំហឹងនិងភាពស្រេកឃ្លានចង់បានជីវិតថ្មីដៃស្គមស្គាំងដែលមើលទៅសល់តែស្បែកដណ្ដប់ឆ្អឹងខ្មៅក្រញ៉ឹងបានលូកមកយឺតដើម្បីប៉ះករបស់គេក្នុងដង្ហើមចុងក្រោយដែលសល់ត្រឹមតែភាពអស់សង្ឃឹមសុផលបានស្រែកអស់ពីពោះរួចក៏ធាក់បញ្ឆេះម៉ូតូបានសម្រេចដោយអពុតហេតុគេបានហក់ឡើងម៉ូតូហើយមូលហ្គាខ្ទាតដីហោះចេញពីកន្លែងនោះទាំងមិនហ៊ានងាកក្រោយសូម្បីតែបន្តិចប៉ុន្តែអ្វីដែលគេមិនបានដឹងនោះគឺនៅលើកញ្ចក់មើលក្រោយនៃម៉ូតូរបស់គេមានស្នាមប្រឡាក់ឈាមរាងជាម្រាមដៃ5កំពុងតែជាប់នៅទីនោះយ៉ាងច្បាស់ក្រឡែតសុផលបន្តជិះទាំងញ័រទៅត្រើតក្នុងដង្ហើមញាប់ស្មេដោយមិនដឹងខ្លួនទាល់តែសោះថាគ្រោះថ្នាក់ពិតប្រាកដនឹងការតាមចងកម្មពីរបស់ព្រលឹងតៃហោងនេះទើបតែចាប់ផ្ដើមឡើងតែប៉ុណ្ណោះសំឡេងម៉ាស៊ីនម៉ូតូដែលលាន់កន្ត្រាក់កាត់ភាពស្ងប់ស្ងាត់នៃរាត្រីកំពុងតែនាំរាងកាយដ៏ញាប់ញ័ររបស់សុផលឲ្យឆ្ពោះទៅរកភូមិវិញយ៉ាងលឿនតាមដែលអាចធ្វើទៅបានសុផលដកដង្ហើមវែងព្យាយាមសម្រួលអារម្មណ៍ដែលកំពុងតែស្លន់ស្លោប៉ុន្តែខ្យល់ត្រជាក់ខុសធម្មតាដែលបក់កាត់ពីក្រោយខ្នងធ្វើឲ្យរោមស្បែករបស់គេងើបឡើងព្រឺព្រួចពេញទាំងខ្លួនភ្លើងម៉ូតូដែលជះទៅមុខហាក់ដូចជាខ្សោយទៅស្របពេលដែលអាប់ក្រាស់ចាប់ផ្ដើមបិទបាំងផ្លូវជាតិដែលគេធ្លាប់តែស្គាល់ច្បាស់ភ្លាមនោះភ្នែករបស់គេបានក្រឡេកទៅប៉ះនឹងកញ្ចក់មើលក្រោយម្ដងទៀតដោយអចេតនាស្នាមប្រឡាក់ឈាមរាងម្រាមដៃ5នៅលើកញ្ចក់នោះមិនត្រឹមតែមិនរលុបបាត់ដោយសារខ្យល់បក់ទេប៉ុន្តែវាហាក់ដូចជាកំពុងតែដិតពណ៌ក្រហមឆ្អៅឡើងរហូតដល់ឃើញមានស្រមោលខ្មៅស្រអាប់មួយលេចឡើងនៅខាងក្រោយខ្នងរបស់គេយ៉ាងគៀកបំផុតសុផលភ័យរហូតដល់សឹងតែរបូតដៃពីចង្កូតម៉ូតូព្រោះក្នុងកញ្ចក់ដដែលនោះគេបានឃើញផ្ទៃមុខដ៏ខ្ទេចខ្ទីដែលពោពេញទៅដោយឈាមហូររឹមនឹងក្របភ្នែកដែលលៀនចេញមកក្រៅរបស់ស្រីម្នាក់ដែលទៅតែនឹងស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កាលពីល្ងាចមិញនាងកំពុងតែអង្គុយលើកែបម៉ូតូផ្នែកខាងក្រោយហើយលូកដៃមកអោបចង្កេះរបស់គេយ៉ាងណែនផ្អឹបនឹងខ្នងដៃដ៏ត្រជាក់ស្រេបដោយទឹកកករបស់នាងចាប់ផ្ដើមលូកមកកាន់ដៃសុផលដែលកំពុងតែមូលហ្គាយ៉ាងណែនជួយជូនខ្ញុំទៅផ្ទះផងសំឡេងគ្រូលួចដែលចេញពីបំពង់កដែលដាច់រហែករបស់នាងលាន់លឺសូមកប៉ះនឹងត្រចៀករបស់គេយ៉ាងច្បាស់ក្រឡែតសុផលស្រែកយំយ៉ាងខ្លាំងរួចមូលហ្គាម៉ូតូដល់កម្រិតអតិបរមាដើម្បីគិចចេញពីព្រលឹងបិសាចដែលតាមចងកម្មពីរូបគេនេះប៉ុន្តែផ្លូវដែលគេកំពុងតែជិះហាក់ដូចជាប្រែប្រួលคล้ายទៅជាផ្លូវដែលគ្មានទីបញ្ចប់តតែសោះដើមឈើធំនៅសងខាងផ្លូវហាក់ដូចជាមានជីវិតហើយកំពុងតែអោនមករកគេដើម្បីចងសង្គ្រប់យកជីវិតវាឯសំឡេងសើចក្អាកកាយរបស់ប្រលឹងតៃហោងនោះក៏លាន់លឺខ្ទរពេញព្រៃកាន់តែខ្លាំងឡើងតាមល្បឿនម៉ូតូរបស់គេគ្រប់យ៉ាងជុំវិញខ្លួនសុផលប្រាជាខ្មៅងងឹតស្លុបមានតែពន្លឺភ្លើងម៉ូតូដែលកំពុងតែរលត់ចង់មិនចង់ប៉ុណ្ណោះ
ស្រាប់តែម៉ូតូរបស់គេបានរលត់ម៉ាស៊ីនជាថ្មីម្ដងទៀតនៅចំកណ្ដាលស្ពានឈើចាស់មួយដែលគេមិនដែលធ្លាប់បានឃើញឬដឹងថានៅក្នុងតំបន់នេះពីមុនមកឡើយភាពស្ងប់ស្ងាត់ដ៏គួរឲ្យខ្លាចបានត្រឡប់មកគ្របដណ្ដប់ម្ដងទៀតប៉ុន្តែលើកនេះវាស្ងាត់រហូតទៅឮសូរសំឡេងបេះដូងរបស់សុផលលោតឌុកដាក់ដូចជាចង់ធ្លាយចេញមកក្រៅទ្រូងគេព្យាយាមធាក់បញ្ឆេះម៉ូតូជាថ្មីម្ដងទៀតប៉ុន្តែវាមិនដំណើរការឡើយហាក់ដូចជាមានកម្លាំងអាចកំបាំងមួយយ៉ាងកំពុងតែទប់ស្កាត់វាទុកនៅពេលដែលគេងើបមុខឡើងដោយក្តីអស់សង្ឃឹមសមោស្រីម្នាក់នោះបានមកឈរនៅពីមុខម៉ូតូរបស់គេតាំងពីពេលណាក៏មិនដឹងនាងឈរថ្មឹងសក់វែងអន្លាយគ្របដណ្ដប់ផ្ទៃមុខដែលបាក់បែកប៉ុន្តែឈាមពណ៌ខ្មៅនៅតែហូរស្រក់តក់មកលើកម្រាលឈើនៃស្ពាននាងចាប់ផ្ដើមបោះចំហៀងយឺតមករកគេដោយមានសំឡេងឆ្អឹងបាក់ប្រេះស្រាប់រាល់ពេលដែលនាងឈានជើងដើរមួយចំហៀនសុផលដួលផ្ងាក្រោយពីលើម៉ូតូហើយព្យាយាមវាថយក្រោយទាំងភ័យខ្លាចដល់ដង្ហើមចុងក្រោយកុំមកចិត្តខ្ញុំអីខ្ញុំមិនបានធ្វើអ្វីណាទេសូមទៅតាមផ្លូវរបស់អ្នកទៅគេស្រែកអង្វរទាំងទឹកភ្នែកហូរជោគផ្ពាល់ប៉ុន្តែខ្មោចតៃហោងដែលស្រែកឃ្លានព្រលឹងនោះមិនបានឈប់ឡើយនាងបានលូកដៃដែលពោពេញទៅដោយក្រចកវែងពណ៌ខ្មៅមកចាប់កជើងរបស់សុផលយ៉ាងជាប់រួចចាប់ដើមអូសគេឆ្ពោះទៅរកមាត់ទឹកខាងក្រោមស្ពានដែលងងឹតអន្តការកម្លាំងរបស់នាងខ្លាំងហួសពីមនុស្សធម្មតាទោះបីជាសុផលព្យាយាមតោងមែកឈើឬដីយ៉ាងណាក៏មិនអាចទប់ជាប់នឹងកម្លាំងទាញដ៏មហិមានេះដែរនៅពេលដែលរាងកាយរបស់គេជិតនឹងធ្លាក់ចូលទៅក្នុងផ្ទៃទឹកដែលត្រជាក់ស្រេបស្រាប់តែមានពន្លឺភ្លើងពិលម្យ៉ាងជះមកចំពីចម្ងាយរួមជាមួយនឹងសំឡេងឆ្កែព្រុសខ្លាំងជាច្រើនក្បាលព្រលឹងខ្មោចនោះបានក្រឡេកទៅមើលពន្លឺនោះរួចក៏រលាយបាត់ទៅក្នុងអាកាសភ្លាមបន្សល់ទុកត្រឹមតែស្នាមរាមដៃខ្មៅជាំយ៉ាងជ្រៅនៅលើជើងរបស់សុផលដេកដង្ហក់នៅលើដីទាំងខ្លួនប្រាណជោកដោយញើសត្រជាក់និងភក់ជាប់បរិះចម្រាប់ម្នាក់ដែលជាអ្នកចាំចំការបានរត់មកជួយលើកគេក្មួយប្រុសហេតុអ្វីមកដេកនៅទីនេះគឺជាកន្លែងដែលគេធ្លាប់យកសពតៃហោងមកចោលកាលពីសម័យមុនហើយគ្មានអ្នកណាម្នាក់ហ៊ានមកជិតទីនេះនៅពេលយប់ទេសម្ដីរបស់តាស្មាធ្វើឲ្យសុផលស្មាកាន់តែតក់ស្លុតរហូតដល់សន្លប់បាត់ស្មារតីគេមិនបានដឹងឡើយថាខ្មោចនោះមិនមែនបោះបង់ទេនាងគ្រាន់តែរងចាំឲ្យគេត្រឡប់ទៅដល់ផ្ទះដើម្បីចូលទៅយកវិញ្ញាណគេក្នុងទីតាំងដែលគេស្មានថាសុវត្ថិភាពបំផុតតែប៉ុណ្ណោះភាពងងឹតស្លុបបានគ្របដណ្ដប់លើស្មារតីរបស់សុផលខណៈដែលរាងកាយដ៏ទន់ខ្សោយរបស់គេត្រូវបានតាស្មានិងអ្នកភូមិពីរនាក់ទៀតជួយសែងយកមកដាក់លើគ្រែក្នុងផ្ទះឈើចាស់របស់គេដែលស្ថិតនៅចុងភូមិតាស្មាបានប្រញាប់ប្រញាល់អុជទៀន5ដើមនៅជុំវិញគ្រែសូមបញ្ជាក់ត្រង់នេះបន្តិចបងប្អូនមកតាស្មានឹងគឺជាឈ្មោះរបស់ដែលតាចាំចំការដែលគាត់បញ្ចាំង7មិញបងប្អូនបាទឈ្មោះតាចំការដែលបានជួយសុផលហ្នឹងបាទសូមបន្តបាទហើយសូត្រមន្តការពារយ៉ាងញាប់មាត់ប៉ុន្តែទឹកមុខរបស់គាត់នៅតែបង្ហាញពីភាពភ័យខ្លាចយ៉ាងខ្លាំងព្រោះស្នាមរាមដៃខ្មៅជាប់នៅលើជើងរបស់សុផលវាមិនមែនជារបួសធម្មតាដែលកើតចេញពីការប៉ះទង្គិចឡើយតែវាគឺជាចំណាំនៃវិញ្ញាណតៃហោងដែលបានចងចាំយកជីវិតខ្យល់យប់នេះបានបក់បោកមកយ៉ាងខ្លាំងធ្វើឲ្យបង្អួចឈើចាស់ចាប់ដើមរង្គើឬសូរគ្រឹតហាក់បីដូចជាមានដៃរាប់ពាន់កំពុងព្យាយាមហែកផ្ទះនេះដើម្បីចូលមកខាងក្នុងតាស្មាបានប្រោះទឹកមុនជុំវិញមាត់ទ្វាររួចប្រាប់ឲ្យអ្នកភូមិត្រឡប់ទៅផ្ទះវិញដោយទុកឲ្យសុផលសម្រាប់ជាបារបួសតែគាត់មិនដឹងឡើយថា
អ្វីដែលគាត់កំពុងការពារនោះគឺបានមកដល់ខាងក្នុងផ្ទះតាំងពីមុនពេលពួកគេមកដល់ទៅទៀតកណ្ដាលអាត្រិតឈានចូលមកដល់ភាពស្ងប់ស្ងាត់នៅក្នុងផ្ទះបានប្រែជាត្រជាក់ខុសពីធម្មតាសុផលបានដឹងខ្លួនឡើងវិញក្នុងសភាពងងឹតស្លុបខណៈដែលពន្លឺទៀនដែលតាស្មាបានអុជទុកនោះបានរលត់អស់ទៅហើយគេព្យាយាមមកកម្រើកដៃកម្រើកជើងប៉ុន្តែអ្វីហាក់ដូចជាត្រូវដុំថ្មយក្សសង្កត់ពីលើខណៈដែលកជើងខាងដែលរងរបួសនោះចាប់ដើមឈឺចាប់យ៉ាងខ្លាំងដូចជាមាននរណាម្នាក់កំពុងយកកាំបិតមុតស្រួចមកអាសាច់គេបន្តិចម្ដងក្នុងភាពងងឹតដែលសំបីតែម្រាមដៃខ្លួនឯងក៏មើលមិនចង់ឃើញសុផលបានលឺសំឡេងដកដង្ហើមវែងនៅក្បែរត្រចៀករបស់គេក្លិនស្អុយរលួយដោយសាកសពដែលត្រាំនៅក្នុងភក់ជ្រាំបានភាយចូលមកក្នុងច្រមុះធ្វើឲ្យគេស្ទើរតែថប់ដង្ហើមស្លាប់ពេលនោះស្រមោលខ្មៅស្រីម្នាក់ដែលមានសក់វែងអន្លាយហូរធ្លាក់ចុះមកបិទបាំងផ្ទៃមុខទាំងស្រុងបានលេចរូបរាងឡើងយ៉ាងយឺតនៅក្បែរគ្រែនាងមិនមែនដើរទេប៉ុន្តែហាក់ដូចជាអណ្ដែតក្នុងខ្យល់អាកាសសម្ដៅមកសង្កត់លើរាងកាយរបស់សុផលភ្នែករបស់ខ្មោចតែហោងនោះគ្មានប្រស័យភ្នែកឡើយវាមានតែពណ៌សស្លេកនិងមានឈាមខ្មៅរាវហូរចេញមកតាមប្រឡងភ្នែកស្រក់ចុះចំលើផ្ទៃមុខរបស់សុផលនាងបានលូកម្រាមដៃដែលស្គមស្គាំងមានតែស្បែកដណ្ដប់ឆ្អឹងមកច្របាច់ករបស់សុផលថ្នមតែមានកម្លាំងដូចជាដង្កាប់ដែកសុផលខំប្រឹងបើកភ្នែកធំសម្លឹងមើលប្រលឹងបិសាចនោះទាំងក្តីរន្ធត់ក្នុងចិត្តរបស់គេចង់ស្រែកហៅអ្នកជិតខាងឲ្យជួយប៉ុន្តែបំពង់ករបស់គេស្ងួតហែកដូចជាខ្សាច់ហើយសូម្បីតែដកដង្ហើមចេញចូលក៏ត្រូវនាងគ្រប់គ្រងអស់ដែរម៉ោចស្រីនោះបានបង្ហើបសំឡេងសើចក្រលួចដែលស្ដាប់ទៅហាក់ដូចជាសំឡេងដៃកកាត់នឹងថ្មធ្វើឲ្យញ័រដល់ខួរក្បាលឯងគិតថាឯងអាចរត់រួចពីដៃយើងឬកន្លែងដែលឯងស្មានថាសុវត្ថិភាពបំផុតគឺជាកន្លែងដែលយើងនឹងយកវិញ្ញាណឯងទៅនៅជាមួយយើងជារៀងរហូតសម្ដីនោះបានបន្លឺឡើងក្នុងស្មារតីរបស់សុផលយ៉ាងច្បាស់មុននឹងនាងអោនមកខំជញ្ជក់យកដង្ហើមចុងក្រោយរបស់គេរាងកាយរបស់សុផលបានរមូលក្រពើខ្លាំងភ្នែករបស់គេហាក់ដូចជានឹងលោតចេញពីប្រឡងខណៈដែលប្រលឹងរបស់គេត្រូវបានទាញចេញពីសាច់យ៉ាងឈឺចាប់បំផុតពន្លឺចុងក្រោយនៃមនសិការរបស់គេបានរលត់ទៅជាមួយភាពងងឹតដែលគ្មានទីបញ្ចប់លុះព្រឹកឡើងឈានចូលមកដល់ពន្លឺថ្ងៃបានចាំងចូលតាមប្រហោងដំបូលផ្ទះបង្ហាញឲ្យឃើញសាកសពរបស់សុផលដេកសន្ធឹងនៅលើគ្រែតាស្មាដែលត្រឡប់មកវិញក្នុងបំណងចង់សួរសុខទុក្ខក៏ត្រូវស្រឡាំងកាំងរហូតដល់ធ្លាក់ចានទឹកមុនពីដៃសុផលបានស្លាប់បាត់ទៅហើយក្នុងសភាពដែលគួរឲ្យសង្វេគបំផុតគឺភ្នែកបើកធំសម្លឹងទៅលើដំបូលផ្ទះដីមុខស្លេកស្លាំងគ្មានឈាមមួយដំណក់ហើយស្នាមរៀមដៃខ្មៅជាំនៅលើកជើងក៏បានរៀលឡើងមកដល់បេះដូងរបស់គេវិញ្ញាណរបស់សុផលត្រូវបាននាំយកទៅបាត់ទៅហើយដែលបន្សល់ទុកត្រឹមតែរាងកាយដ៏ត្រជាក់និងពាក្យរំពឹងទុកជាមេរៀនដល់អ្នកភូមិថាកុំហ៊ានបំពានលើកន្លែងដែលមានម្ចាស់វិញ្ញាណតេហោងចាំយាមព្រោះគ្មានកន្លែងណាដែលសុវត្ថិភាពសម្រាប់អ្នកដែលនាងបានជ្រើសរើសឡើយសូមអរគុណបាទជាចុងបញ្ចប់មកកុំភ្លេចបាទជួយចុចបាទ Subscribe ម្នាក់មួយផងបងប្អូនបាទអរគុណច្រើន